Sin Epson và model គឺ L3110 3210 315និង325បាទដូចរូបដែលខ្ញុំបាទវីដេអូដែលខ្ញុំបានបង្ហាញអញ្ចឹងបាទmodel ហ្នឹង model 315 L315ដែលបញ្ហារបស់វាហ្នឹងគឺបាទបើកមកគឺលោតភ្លើងក្រហម2បាទលោតកន្លែងទឹកថ្នាំមួយហើយនឹងកន្លែងរូបបាទกระดาษមួយបាទអ្នកលោតក្រហម2នឹងដំណើរគ្នាបាទហើយម៉ាស៊ីនហ្នឹងបាទធ្វើការ print អត់កើតទេបាទ print ឯកសារគឺអត់ចេញទាំងអស់តែម្ដងបាទគឺវាលោតតែភ្លើងបាទភ្លើងបៃតងបាទលើក្រោមហ្នឹងហើយនឹងភ្លើង2បាទខាងចុងបាទអញ្ចឹងម៉ាស៊ីននេះដែរបាទឥឡូវខ្ញុំចាប់ផ្ដើម print បាទចុច print មកបាទអញ្ចឹងបន្ទាប់ពីយើងចុច print បាទនេះឯកសារខ្ញុំវាយហើយបន្ទាប់មកខ្ញុំចុច print បន្ទាប់ចុច print យើងមើលនៅនឹងម៉ាស៊ីនរបស់យើងបាទអាចមើលនៅកុំព្យូទ័រក៏បានដែរកុំព្យូទ័រវាបង្ហាញបាទបង្ហាញព័ត៌មានបាទនេះចេញពាក្យនេះបងប្អូនបាទ printer បាទ printer ink page is at the end of បាទ its service line បាទអញ្ចឹងបាទវាចេញពាក្យហ្នឹងបានន័យថាបាទម៉ាស៊ីន print របស់យើងហ្នឹងគឺបាទដល់បាទអស់service ហើយបាទ service line វាហ្នឹងនិយាយពី maintenance box សម្រាប់ទុកទឹកថ្នាំកាកសំណល់គឺវាអស់ service line វាហើយកាលណាអស់ចឹងយើងត្រូវធ្វើការបាទ reset វាទៅវាដើរឡើងវិញបាទហើយពេលដែលវាអស់ហ្នឹងគឺវាលោតភ្លើងអញ្ចឹងឲ្យបងប្អូនមើលលោតភ្លើងខៀវបាទភ្លើងក្រហមបាទកន្លែងទឹកថ្នាំនិងกระดาษហើយនៅលើអេក្រង់គឺវាចេញបាទចេញព័ត៌មានបាទពេលខ្ញុំបានអានវិញអញ្ចឹងបាទគេដាក់ថាអស់ service ហ្នឹងអស់ service ព្រោះវាដល់អាយុកាលវាអាយុកាលវាអស់ service ហើយព្រោះយើង print ច្រើនទៅអាទឹកថ្នាំការសំណល់គឺវាសល់ច្រើនទៅគឺវាអស់អស់យើងត្រូវធ្វើការ reset វាណា